ខ្ញុំបានឃើញសារលិខិតរបស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរបស់យើងបានអបអរសាទរក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ9មេសាលើកទី8ឆ្នាំ2025នេះដោយលោកបានផ្ដល់អនុសាសន៍ជាច្រើននៅក្នុងនោះខ្ញុំចាប់អារម្មណ៍ឃើញអនុសាសន៍មួយគឺគួរជាទីលើកមកនិយាយគឺលោកបានណែនាំទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រួមចំណែកលើកកម្ពស់ជំរុញការដាំដុះចិញ្ចឹមសត្វផលិតកែច្នៃនិងអភិវឌ្ឍផលិតផលគ្រប់ប្រភេទតាមគ្រួសារសហគមន៍បណ្ដុំអ្នកផលិតប្រកបដោយការច្នៃប្រឌិតនិងរស់រវើកបងប្អូនណាបើនិយាយអំពីការដាំដុះអ្នកខ្លះណាអង្គុយចាំរិះគន់ចាំបន្ទោសប្រអាប់ចាំអីចឹងគ្រប់បែបយ៉ាងហ្នឹងទៅប៉ុន្តែយើងមើលមុននឹងយើងបន្ទោសប្រអាប់ឧទាហរណ៍ថាអូបន្លែវៀតណាមមកច្រើនណាស់សិតតែគីមីអីណាតើយើងបានចូលរួមហើយនៅបាទយើងមើលសង្កេតជាក់ស្ដែងពីមុននៅតាមបណ្ដាភូមិស្រុកផ្ទះណាក៏មានការដាំដុះបន្លែបកាណានៅក្នុងភូមិរៀងៗខ្លួនដែរយ៉ាងហោចណាស់របងផ្ទះក៏មានបន្លែដែលអាចបេះមកធ្វើការស្លស្រុកបានដែរឥឡូវនេះផ្ទុយពីមុនបងប្អូនយើងអត់មានការដាំដុះដូចមុនតោះអញ្ចឹងសួរថាហេតុអីបានជាចេះតែមានការនាំចូលនៅបន្លែពីក្រៅប្រទេសមកដោយសារតែយើងអត់ដាំដុះហូបខ្លួនឯងផងយើងទិញគេអញ្ចឹងបន្លែគេទៅជាមានតម្លៃដើម្បីឲ្យយើងមានសុខភាពល្អហើយយើងកាត់បន្ថយការនាំចូលពីគេបានដោយប្រសិទ្ធភាពវិធីងាយបំផុតគឺយើងនាំគ្នាដាំដុះហូបខ្លួនឯងនៅពេលដែលយើងផ្គត់ផ្គង់ក្នុងស្រុកផលិតផលក្នុងស្រុកយើងមានគ្រប់គ្រាន់ថាតើបន្លែដែលនាំចូលពីក្រៅហ្នឹងមានតម្លៃទៀតទេនៅពេលដែលយើងមានហូបគ្រប់គ្រាន់ដែលយើងមិនទិញគេគឺគេលក់លេងដាច់មិនបាច់បខំអីទាំងអស់គឺគេប្រកាសជាលេងនាំមកហើយបាទមួយទៀតនិយាយពីផលិតផលឧទាហរណ៍ថាទឹកត្រីចឹងណាទឹកត្រីទឹកស៊ីអ៊ីវចុះក៏មានការនាំចូលពីគេដែរចុះផលិតផលខ្មែរយើងក៏មានដែរថាផលិតផលខ្មែរយើងទឹកត្រីខ្មែរយើងក៏មានទឹកស៊ីអ៊ីវខ្មែរយើងក៏មានហេតុអីយើងមិនគ្រប់គ្រងផលិតផលយើងលើកកម្ពស់ផលិតផលយើងតើផលិតផលរបស់យើងមិនមានគុណភាពដូចរបស់គេឬមិនមែនទេផលិតផលរបស់យើងក៏មានគុណភាពប្រកួតប្រជែងចូលដល់ក្នុងលំដាប់តំបន់ពិភពលោកជាមួយគេដែរផលិតផលរបស់យើងឥឡូវនេះគឺមានសុវត្ថិភាពមិនចាញ់នឹងបណ្ដាប្រទេសផ្សេងជាពិសេសប្រទេសជិតខាងដែលគេផលិតនោះទេអញ្ចឹងយើងគួរតែគ្រប់គ្រងផលិតផលរបស់យើងឲ្យបានច្រើនមានតែយើងគ្រប់គ្រងផលិតផលយើងទេដែលធ្វើឲ្យជាតិយើងកាន់តែរីកចម្រើនជឿនលឿនប្រកួតប្រជែងជាមួយជាតិដទៃទៀតបានមួយទៀតផលិតផលកែច្នៃដោយដៃឧទាហរណ៍ថាកត្រឬមួយក៏ផលិតផលអនុស្សាវរីយ៍អីផ្សេងអញ្ចឹងមានតម្លៃណាស់សម្រាប់ជនបរទេសពេលដែលគេមកប្រទេសយើងគេឲ្យតម្លៃអាផលិតផលទាំងអស់ហ្នឹងហើយការលក់ដូរហាក់រៀងថ្លៃបន្តិចមិនអីទេបងប្អូនព្រោះអាហ្នឹងធ្វើដោយដៃគឺចាក់ឬក៏ធ្វើយ៉ាងម៉េចគឺមានត្រូវការចំណាយពេលវេលាប្រើកម្លាំងណាអញ្ចឹងលក់ថ្លៃបន្តិចក៏មិនជាអ្វីដែរយើងលើកទឹកចិត្តទៅដើម្បីឲ្យពួកគាត់មានទឹកចិត្តផលិតបន្តទៀតនៅផលិតផលរបស់ខ្មែរយើងណាយើងកុំឲ្យបរទេសគេឲ្យតម្លៃខ្ពស់តែតែយើងខ្លួនយើងនេះជាតិសាសន៍យើងមិនឲ្យតម្លៃខ្លួនឯងតើអ្នកណាឲ្យតម្លៃយើងទៅអានេះគ្រាន់តែជារឿងត្រួស1 2 3ហ្នឹងទេផលិតផលខ្មែរយើងមានច្រើនផ្សេងទៀតមែនតើទៅសូម្បីតែបង្គីធ្វើពីលពាក់បង្គីកើបអាចគោហ្នឹងអាហ្នឹងក៏មានតម្លៃដែរណាអញ្ចឹងបើយើងគ្រប់គ្រងផលិតផលក្នុងស្រុកយើងជាតិយើងនឹងមានមោទនភាពកាន់តែខ្ពស់ទៅហើយនៅពេលដែលយើងមានផលិតផលក្នុងស្រុកកាន់តែច្រើនចរាចរណ៍ក្នុងស្រុកកាន់តែច្រើនធ្វើឲ្យតំណែងមកពីក្រៅលែងមានឥទ្ធិពលសម្រាប់ប្រទេសយើង